你看看这是什么？我不是អត់ចេះរើសអីច្រើនទេហើយស៊ូអីក៏អត់ហូបដែរប៉ុន្តែដល់ពេលយើងចូលទៅកំងអីគឺហូបនឹងកំងអីផឹកនឹងនិយាយមែនស្ងើចហ្មងហើយអ្វីដែលយើងស្វាចិត្តបំផុតគឺអាហារខ្មែរដែលញោមកំងគឺគាត់ញ៉ាំទាំងអស់អត់មានរើសអើងទេទទួលយកបានទាំងអស់ហ្មងអត់សូវចេះនិយាយស្ដីច្រើនទេក៏ប៉ុន្តែលក្ខណៈចេញមក friendly ហ្មងលក្ខណៈខៃស៊ីនជាមួយយើងហ្មងនិយាយមែនលក្ខណៈថាចុះសម្រងគ្នាថែបហ្មងពេលទៅលេងនៅមាត់ទន្លេហ្នឹងគាត់ប្រាប់ដែរថាពេលដែលមកលេងមាត់ទន្លេនេះមើលភ្លើងមើលអីជីទូកចឹងទៅពេលពួកយើងទៅជីទូកជាមួយគ្នាគាត់និយាយថាពេលដែលមកជីទូកចឹងធ្វើឲ្យគាត់នឹងដល់ស្រុករបស់គាត់ហើយគាត់មើលនេះមើលនោះហើយពួកយើងក៏និយាយលេងលក្ខណៈចុះសម្រងសួរគាត់សប្បាយចិត្តអត់អីអត់គាត់ថាគាត់សប្បាយចិត្តហើយគាត់ថារៀងចុងសប្តាហ៍គាត់អត់ដើរទៅណាគាត់នៅតែផ្ទះដេកនៅដោយសារគាត់អត់មានគ្នាដើរលេងហើយគាត់ក៏អត់សូវចូលចិត្តថតរូបមែនដែរគឺគាត់ចូលចិត្តបែបស្ងាត់ស្ងាត់ក៏ប៉ុន្តែបើមានអ្នកបបួលដើរលេងគឺគាត់ទៅដើរលេងបើមានអ្នកបបួលញ៉ាំអីគឺគាត់ទៅញ៉ាំអីនិយាយពីថាអត់ចេះញ៉ាំរើសល្មិចខ្ញុំនិយាយមែនស្ងប់ស្ងាញ់សរសើរគាត់ត្រង់ថាអត់ចេះញ៉ាំរើសហើយលេងសើចលក្ខណៈថាសិតស្នាលហ្មងណាអ្វីដែលវាវល់ដោយសារតែខ្ញុំធ្វើការជាមួយគ្នាកំតាអត់ដែរនិយាយចូលគ្នាមើលមុខគ្នាធម្មតាកំតាដែរនិយាយចូលគ្នាមួយឆ្នាំកន្លងមកជាងហើយប៉ុន្តែដល់ពេលមកដើរនេះចុះសម្រងគ្នាមែនទែនអេប